ច្បាស់អត់ថាមកដូនតានឹងជួយបានអញ្ចឹងខ្ញុំនិយាយសោះហើយបើសិនជាដាក់ម៉ងហ្នឹងបែបហ្នឹងប៉ះកូនមួយណាបើសិនជាករណីលក់ដូរបានន័យថាម៉ងហ្នឹងគឺនៅក្បែរផ្លូវចាក្បែរផ្លូវថ្នល់ដែលមានចាផ្លូវធំអញ្ចឹងផ្លូវធំយើងមើលថាចរន្តឡានចាចរន្តឡានធំទៅវាមិននឹងអង្គើចាម៉ងគឺទៅការកន្លែងស្ងប់ស្ងាត់អញ្ចឹងបើសិនជាករណីយើងរង្គើបែបធ្ងន់ធ្ងរបានន័យថាភាពស្ងប់នៃម៉ងគឺអត់មានចាចំណុចហ្នឹងគឺមិនជាល្អទេចាពាក់ព័ន្ធនឹងការ design ម៉ងអ្នកខ្លះក៏គិតថាអូម៉ងតចាំបាច់តធំបានកូនចៅចម្រុងចម្រាំងការពិតមែនទេចាមិនចាំបាច់តែយើងទៅ design ម៉ងអីធំដីទៅអីមហត្តាឬកន្លះហត្តាទៅធ្វើម៉ងនឹងធំគេហៅម៉ងអភិជនអីចឹងណាចាអាហ្នឹងគឺបើពាក់ព័ន្ធនឹងម៉ងធំម៉ងទូចហ្នឹងអាស្រ័យលើថាតើជីវភាពរបស់កូនចៅហ្នឹងកម្រិតណាក៏ចង់ឲ្យឪពុកម្ដាយរបស់គាត់នៅផ្ទះវិឡាឬមួយក៏នៅផ្ទះប្រវែងឬមួយក៏នៅភូមិគ្រឹះអញ្ចឹងណាអញ្ចឹងអាហ្នឹងវាពាក់ព័ន្ធនឹងភាពកតញ្ញូរបស់កូនចៅទេតែសំខាន់ឲ្យតែយើងធ្វើទៅឲ្យត្រូវកន្លែងចំកន្លែងទោះបីជាម៉ងហ្នឹងធំក៏ដោយម៉ងហ្នឹងតូចក៏ដោយតែ2ម៉ែត្រទៅទឹង2ម៉ែត្រក៏ដោយ5ម៉ែត្រជាងក៏ហេងដែរឲ្យតែយើងធ្វើត្រូវចាអញ្ចឹងអ្នកខ្លះគាត់ថាអូតើតែយើងមានលុយច្រើនបាត់យើងអាចរៀបចំម៉ងដូនតាហ្នឹងឲ្យចម្រុងចម្រើននេះគេមិនចាំបាច់តែពេលខ្លះយើងគាត់ថាអូគេលុយតិចតួចតែឲ្យធ្វើម៉េចឲ្យតរត់ដីហ្នឹងឲ្យឃើញមកយើងយកមកដាក់មកមានលុយតិចតួចរៃគ្នាធ្វើទៅបាច់ទៅចំណាយលុយធ្វើម៉ងអស់រាប់ពាន់រាប់ម៉ឺននេះចាអញ្ចឹងចំណុចហ្នឹងគឺយើងរៀបទៅល្អហើយឲ្យតែបានDNA របស់ដូនតារបស់យើងនៅនឹងកន្លែងដែលល្អតែចំណុចនេះក៏យើងអាចពិសោធន៍បានណាចាបើសិនជាយើងគិតថាអូច្បាស់អត់ថាម៉ងដូនតានឹងជួយបានអញ្ចឹងខ្ញុំពិសោធន៍ទៀតហើយបើសិនជាដាក់ម៉ងហ្នឹងបែបហ្នឹងប៉ះកូនមួយណាហើយកូនមួយហ្នឹងបកកែឆ្លាតប៉ុន្តែហេតុអីបកកែឲ្យមិនជោគជ័យអញ្ចឹងយើងចង់ដឹងថាតើឥទ្ធិពលម៉ងហ្នឹងជួយកូនចៅមែនឬមិនមែនខ្ញុំហ៊ានពិសោធន៍ឲ្យទៀតអ្វីដែលយើងធ្លាប់ជួបប្រឡងមកជាមួយអតិថិជនយើងទៅសិក្សាស្រាវជ្រាវអស់ហ្នឹងបានន័យថារឿងហ្នឹងវាមានពិតមែនមិនមែនចេះតែនិយាយយើងមើលថាបើសិនជាករណីរឿងហុងស៊ុយយ៉ាងហុងស៊ុយការរៀបចំហុងស៊ុយផ្ទះយើងដាក់នេះជួបរឿងអីយើងដាក់នេះល្អបែបណាប៉ុន្តែរឿងម៉ងគឺនៅក្នុងដីថាមកពលចក្រវាឡដែលនៅក្នុងដីអញ្ចឹងពេលខ្លះយើងពិបាកនឹងជឿដែរតែហេតុអីបានទៅមកជួយកូនចៅចាតែដល់ពេលពិភាក្សាឲ្យជ្រៅវាជា DNA របស់ដូនតារបស់យើងវាត្រូវជាមួយយើងចា DNA ត្រូវដូនតានឹងត្រូវជាមួយកូនចៅចាតែមួយអញ្ចឹងបើនៅ DNA ហ្នឹងនៅក្នុងធម៌ពលដែលមិនល្អវាហុចផលឲ្យកូនមួយណាដែលមានថ្ងៃខែឆ្នាំកណាត់ត្រូវជាមួយដូនតាចាបើសិនជាកន្លែងមកនឹងល្អថ្ងៃខែឆ្នាំកណាត់កូនចៅដែលត្រូវជាមួយដូនតាអ្នកនឹងល្អចាតែបើសិនជាកន្លែងហ្នឹងមិនល្អទេភូមិសាស្ត្ររបស់ម៉ងហ្នឹងឬក៏ចេតិយហ្នឹងមិនល្អទេហុចផលប៉ះពាល់ដល់កូនចៅដែលត្រូវនឹង DNA របស់គាត់ដូចគ្នាអញ្ចឹងវាមានសហើយនឹងខ្មៅល្អនឹងអាក្រក់ក្នុងពេលតែមួយរៀបត្រូវអ្នកដែលត្រូវរិស័យគឺហេងតែរៀបខុសអ្នកដែលត្រូវរិស័យគឺសូហុយភាគច្រើនខ្ញុំជឿថាជាពិសេសបងប្អូនដែលមានបងប្អូនច្រើនអ្នកបើម្នាក់អត់បញ្ហា2នាក់ថ្ងៃខែយោងគ្នាថ្ងៃខែឲ្យត្រូវជាមួយដូនតាក៏យោងគ្នាតែបើឡើងពី3នាក់4នាក់5នាក់ទៅហើយថ្ងៃខែគាត់ខុសគ្នាធម៌ពលរបស់គាត់ផ្សេងគ្នាគឺទៅពេលរៀបដូនតាប្រកាសជាលំអៀងថាខាងណាឬក៏លំអៀងមកខាងណាចាលំអៀងកូនបងឬលំអៀងកូនប្អូនអញ្ចឹងយើងមើលថាតើអ្នកណាជាមេគ្រួសារអ្នកតំណាងដល់គ្រួសារអញ្ចឹងយើងរៀបម៉ងហ្នឹងទៅអ្នកតំណាងគ្រួសារហើយអ្នកដែលមិនមែនតំណាងយើងគួររៀបចំបែបណាដើម្បីឲ្យពួកគាត់ហេងដូចគ្នាល្អដូចគ្នាហើយល្អប្រហែល